បាទពេលទិញហាក់លែនហើយបាទអូយបាទទីប្រឹក្សាជាវ័យបាទឈួយចាន់រិតសួស្ដីបាទសម្រាប់រឿងរ៉ាវរបស់ Erling Haaland ប្រិយមិត្តបានសួរខ្ញុំច្រើនតាក់ទងជាមួយនឹង Real Madrid ទិញ Erling Haaland បាទបើទោះជា Real Madrid ទិញ Erling Haaland នៅពេលនេះក៏តានតឹងដែរអ្វីដែល Real Madrid ត្រូវស្ដារនោះទី1គឺរកតំបន់បម្រើដើម្បីឲ្យមានភាពល្អប្រសើរជាងនឹងទី1ទី2ខ្សែប្រយុទ្ធស្លាប់ស្ដាំមកដល់ពេលនេះ Real Madrid អត់មានខ្សែប្រយុទ្ធស្លាប់ស្ដាំដែលគេហៅថាខ្លាំងនោះទេមានតែ Vinicius ទេហើយ Vinicius មកដល់ពេលនេះគឺកំពុងតែមានការអោនភាពទៅទៀតបាទអញ្ចឹងប្រសិនបើយក Erling Haaland ទៅលេងកណ្ដាល Mbappé លេងណាអូខេ Mbappé លេងជំនួសតំណែងរបស់ Vinicius ប៉ុន្តែសួរថាតើ Mbappé ព្រមប្រគល់បាល់ឲ្យទៅកាន់ Haaland ដែរទេបាទគាត់ក៏ជាខ្សែប្រយុទ្ធដែរអញ្ចឹងក៏មានភាពតានតឹងដូចគ្នាការទិញ Erling Haaland ទៅកាន់ Real Madrid មិនប្រកាសថាចំណេញទេប្រិមិត្តវាអាចនឹងខាតចូលដើមក៏ថាបានដែរបាទអ្វីដែល Real Madrid ព្រមចាំបាច់បច្ចុប្បន្នគឺដូចខ្ញុំនិយាយមុននឹងអញ្ចឹងណាបាទគឺតំបន់ស្លាបប្រយុទ្ធស្ដាំមែនអត់មានស្លាបប្រយុទ្ធស្ដាំបាទលេងឲ្យតែ Vinicius រហូតហើយ Rodrigo នោះចង់លេងឆ្វេងដែរហើយ Mbappé នេះជ្រុលទៅឆ្វេងដែរអញ្ចឹងមិនបាទបានអ្នកណាប្រយុទ្ធបានអ្នកណាបោះបាទបើនិយាយអញ្ចឹងបាទហើយតំបន់បម្រើវិញបច្ចុប្បន្នក៏មានការខ្វះខាតបាទ Bellingham គឺគាត់លេងតំបន់បម្រើមែនតែគាត់បម្រើប្រយុទ្ធបាទយូរទៅ Bellingham ហ្នឹងសឹងតែខ្លាចតែជាប្រយុទ្ធទៅហើយបាទអូសបាល់ចូលសុទ្ធទៅហើយបាទអញ្ចឹងសម្រាប់បំរើពេញតួមកដល់ពេលនេះកំពុងមានការខ្វះខាតមែនតើណាបាទសម្រាប់ Real Madrid នៅតំបន់ការពារទៀតសោតបាទត្បិតតែទិញមកច្រើនប៉ុន្តែនៅតែមានខ្វះខាតតែ Keras ខ្ញុំមើលទៅល្អហើយបាទ Keras ស្លាប់ការពារឆ្វេងណាប៉ុន្តែ Real Madrid នៅតែងាប់តំបន់ស្លាប់ការពារស្ដាំហ្នឹងបាទមករបួសមកឈឺមករបួសមកឈឺបាទអញ្ចឹងវាជាចំណុចមួយដែរអវិជ្ជមានមួយដែរបាទសម្រាប់ Real Madrid បាទអញ្ចឹងខ្ញុំគិតថាការទិញ Haaland ទៅមិនប្រកាសថា 100% ទេបាទมันល្អខ្លាំងនោះទេបាទហើយបាទដូចណារ៉ាសក្តាលើកឡើងដែរបាទសម្រាប់ Erling Haaland នៅ Man City គូល្អហើយយ៉ាងណាមិញសម្រាប់ Manchester City ក៏បានបន្តកុងត្រាជាមួយនឹង Haaland នោះគឺកប់សេរីទៅហើយបាទប្រិមិត្តបាទកប់សេរីហើយបាទដូច2030ឯនោះបាទហើយតម្លៃផ្ដាច់កុងត្រានោះគឺកប់សេរីបាទអញ្ចឹងសួរថាតើ Real Madrid ហ៊ានដាច់ចិត្តទិញទេបាទគឺពិបាកហើយបាទប្រិមិត្តពិបាកហើយយក Haaland ទៅក៏មិនជាណាដែរបាទសិទ្ធិមិនលួចទេបាទហ្នឹងហើយបាទខ្ញុំបានជម្រាបជូនប្រិមិត្តហើយបាទច័ន្ទរិទ្ធច័ន្ទណាតបាទហើយកតោមស្រែបាទសួស្ដីកតោមស្រែបាទអូយអត់បានសួស្ដីបាទប្រិមិត្តពេលខ្លះបានតបខមមិនបានសួស្ដីត្រឡប់ទៅវិញបាទច័ន្ទតែអភ័យទោសណាបាទព្រោះដល់ពេលនិយាយហើយគឺជក់ទៅហើយបាទសេរីរឹបបាទស្ដីបាទទិញវីទីញ៉ាបាទបាទសារទិញវីទីញ៉ាទៅក៏គ្រាន់បើដែរបាទសម្រាប់ Real Madrid អញ្ចឹងណាបាទប៉ុន្តែបើអានេះគ្រាន់តែវាអ្វីដែលខ្ញុំបានមើលឃើញ Real Madrid កំពុងខ្វះខាតហើយប្រិមិត្តក៏គិតមើលត្រឡប់ទៅវិញពេល Real Madrid កំពុងខ្លាំងសួរថាអ្នកណាខ្លះបាទ Toni Kroos ផង Luka Modric ផងបាទហើយសម្រាប់ស្លាប់ឆ្វេងក៏មានស្លាប់ស្ដាំក៏មានហើយ Karim Benzema ប្រយុទ្ធកដាលចំទៀតអញ្ចឹងវាមើលទៅគឺអែមមែនតើហ្មងបាទត្បិតតែវាមានភាពរោគរាក់ខ្លះប៉ុន្តែមើលទៅការប្រយុទ្ធរបស់គាត់គឺមានភាពមុតស្រួចហើយមកដល់ពេលឥឡូវមាន Mbappé ផងមាន Vinicius ផងប៉ុន្តែបាត់ស្លាប់ស្ដាំបាទ Rodrigo នោះគឺគាត់អត់សូវពេញចិត្តអត់សូវសប្បាយជាមួយនឹង role ដែលគាត់លេងហើយដល់អញ្ចឹងទៅដាក់ Mustantino គាត់លេងបានល្អហើយលឿនបានប៉ុន្តែដល់ពេលបញ្ចប់ទីគាត់បញ្ចប់អត់ចេញណែហ្នឹងវាទៅវិញបញ្ហាអញ្ចឹងណាបាទជឿនចនមកស្អីបាទ Bellingham Vitinha មួយណាជួយក្រុមបានច្រើនជាងខ្ញុំគិតថាសម្រាប់ Vitinha ល្អជាងបាទ Vitinha ល្អជាងកលេចទៅមើលការលេងរបស់ Bellingham ទី1មៀតគាត់ធំបាទអញ្ចឹងបើសិនជាគាត់ទៅធ្វើខ្សែប្រយុទ្ធកដាលហ្មងមើលទៅដូចល្អជាងសម្រាប់ Vitinha គឺជួយបានច្រើនមែនតើប្រសិនបើគាត់តាំងខ្លួនឯងគឺអ្នកបម្រើគឺគាត់បម្រើពេញហ្មងបើសិនជាប្រយុទ្ធគឺមានន័យថានៅពេលណាដែលមានឱកាសទៅគាត់ប្រយុទ្ធហើយសម្រាប់ការបញ្ជូនបាល់គាត់គឺមានភាពល្អប្រសើរខ្លាំងបើសិនជាយើងប្រៀបធៀបមួយ Bellingham មិនមែន Bellingham អន់ទេបាទប៉ុន្តែសម្រាប់ Bellingham មើលទៅគឺគាត់ចូលជាបម្រើប្រយុទ្ធពេកដល់អញ្ចឹងទៅវាធ្វើឲ្យតំបន់បម្រើរបស់គាត់ហ្នឹងគឺមានការថមថយណាអញ្ចឹងបើយើងប្រៀបធៀប Toni Kroos ធៀបជាមួយ Luka Modric គឺអត់ទេបាទអត់ដូចគ្នាទេបាទសម្រាប់ Luka Modric បាទបម្រើប្រយុទ្ធបម្រើការពារបាត់លើហើយ Toni Kroos ហ្នឹងឆ្កឹះមួយឲ្យហ្នឹងដូចព្យុះអញ្ចឹងហើយប្រអប់ជើងខាងក្រៅរបស់ Luka Modric ប្រិមិត្តដឹងស្រាប់ហើយបាច់ដូចចាប់ដាក់អញ្ចឹងណែចំណុចហ្នឹងគឺជាចំណុចមួយដែលខ្សែបម្រើល្អណាបាទឥឡូវ Real Madrid មានខ្សែបម្រើណាទៀតប្រិមិត្តឃើញហើយ Bellingham ថាទិញគាត់មកបម្រើគាត់មិនបម្រើណាចង់ចូលប្រយុទ្ធហ្នឹងអញ្ចឹងបើប្រៀបធៀបគាត់ទាំងពីរនាក់ខ្ញុំគិតថាសម្រាប់ Vitinha គឺគាត់ជួយបានច្រើនជាងបាទជួយបានច្រើនជាងបើប្រៀបធៀបជាមួយនឹង Bellingham បាទ
và chúng vay menu hỏi rồi đó bà chị menu phong bà ria cu tinh Enzo phần đe và giống cái tha ai những Enzo phần đe nó có khoản ba đấy bà vòng sư mà y bà số đây bà lại gì nhất bà số đây được kia bà còn bố hát bà số đây và ở con trai bà chân như